បាទសួស្តីបងប្អូនតើគ្នានឹងមានបងប្រុសម្នាក់គាត់ស្នើសុំឲ្យខ្ញុំបង្កើតវីដេអូចម្រៀង AI បងប្អូនតើឥឡូវមកស្ដាប់សំឡេងគាត់និយាយតើគ្នាបងប្អូនតើBánh chui bì đi tí mà một chữ miếng thơm mệt thịt khá mà một chữ miếng thơm mệt nhớ chết vơi đi sẽ prom tam nà sẽ tam nà thơm mệt bánh chênh một chữ miếng mong nó cái thơm mệt thì sẽ mà vậy nào dương pa cầm thi phone AI đừng mình bánh đi mà screenshot copy bằng anh thơ đi mà anh record video về bằng anh thơ nhưng mà đi mà về bằng anh thơ record thôi phía nhưng không nó vòng về mấy phơ nó chui record ở nhưng mà phong thạc cô cầm thi class kia thơ mấy class nó vòng mấy trăm chui record châu cầm thi na class bậc can mấy chục phi bậc can mấy cần ngay phong nhưng không អូខេឥឡូវយើងមកបង្កើតអរគ្នាឥឡូវយើងចូល Google Chrome ដល់យើង search ពាក្យ Music Flow បងប្អូនឥឡូវយើង search នៅលើ Google Chrome អូខេឥឡូវយើងវាយឲ្យឥឡូវចុចនេះកន្លែងនេះហើយយើង scroll ក្រោម overall វាអូខេឥឡូវយើងឃើញយើងចុចវាមួយអូខេហើយបន្តមកទៀតយើងត្រូវ sign in វាបងប្អូនភាសាយើងចូលថ្មីយើងត្រូវ sign in ជាមួយនឹង email របស់យើងឥឡូវយើងចុច sign in ហើយបន្តមកយើងចុច continue with email ណាបងប្អូនហើយយើងចុច email ដែលយើងមាននៅក្នុង Chrome ហើយបន្តមកទៀតយើងចុច continue បងប្អូនហើយបន្តមកទៀតយើងចុច continue ទៀតឥឡូវយើងមើលបន្តមកទៀតនេះហើយកន្លែងនឹងបណ្ដាញយើងឲ្យយើងចុចបើកកន្លែងកុងតាក់មួយហើយយើងចុចបន្តមកទៀតបងប្អូនហើយចុច agree ហើយខាងនឹងផងដែរយើងបំពេញឈ្មោះមិនតែយើងបង្កើតឈ្មោះមួយដែលយើងចាប់ដាក់មិនដាក់ទៅស្រេចទៅចិត្តយើងឈ្មោះហ្នឹងនៅពេលដែលយើងដាក់រួចហើយមិនតែយើងត្រូវ add លេខពីក្រោយដើម្បីឲ្យមិនថា Google resave ឲ្យបងហើយបន្តមកទៀតយើងត្រូវចុចពាក្យ save នៅលើហ្នឹងបងប្អូនអូខេឥឡូវយើងបានបង្កើតវារួចរាល់ហើយប៉ុន្តែយើងនៅខ្វះអត្ថបទចម្រៀងឥឡូវយើងរកអត្ថបទចម្រៀងបងប្អូនឥឡូវយើងវាយ release ហ្នឹងមានន័យថាបទចម្រៀងដែលមានស្រាប់ហើយយើងវាយពាក្យទេពធីតាបទទេពធីតាបងប្អូនអូខេយើងចុចទៅលើវាមួយហើយយើងចុចទៅលើនឹងមួយមានន័យថាយើងដើម្បីយកអត្ថបទវាទៅបង្កើតជាបទចម្រៀងបងប្អូនហើយយើងចុច copy នៅលើនឹងទាំងអស់នៅក្នុងអត្ថបទនៅទីមុនអូខេឥឡូវយើងចាប់ចុច copy ហើយយើងចូលទៅកន្លែង music flow បងប្អូនហើយយើងផាសវាចូលនៅក្នុងហ្នឹងហើយកន្លែងណាដក clear យើងត្រូវដាក់វាឲ្យចិត្តដូចក្នុងរូបនេះបងប្អូនឥឡូវយើងមើលយើងដកទៅលើបន្តិចឲ្យវាកុំលាតឆ្ងាយពីគ្នាហើយកន្លែងនេះផងដែរយើងត្រូវលុបវាចោលអាកន្លែងសញ្ញាស៊ូអីផ្សេងបងប្អូនហើយដាក់វាចិត្តគ្នាដូចគ្នាហើយកន្លែងនេះដូចគ្នាបងប្អូនដល់ពេលដែលយើងធ្វើរួចហើយយើងចុចសញ្ញាព្រួយពណ៌ខៀវណាដើម្បីឲ្យវាបង្កើតមិនទៅ generate វាជាបទចម្រៀងបងប្អូនឥឡូវយើងរងចាំវាបន្តិចវានឹងកំពុង generate ឲ្យយើងវាកំពុងធ្វើដំណើរការ generate បងប្អូនហើយចំពោះបទចម្រៀងនៅនេះគឺកាលណាដែលយើងបង្កើតចឹងគឺជាបទ original មួយបងប្អូនគ្រាន់តែអត្ថបទនោះជារបស់គេឥឡូវវាចិត្តចាញ់ហ្នឹងបងប្អូននេះវា load បាន100%អូខេឥឡូវវា load បង្កើតបានជាបទចម្រៀងជោគជ័យហើយអូខេបន្ទាប់ពីយើងបង្កើតបទចម្រៀងជោគជ័យហើយយើងមានន័យថាយើងទៅ down វាតុកបងប្អូនអូខេយើងចុចត្រេ3នេះហើយយើងចុចពាក្យ download ហើយបន្តមកទៀតយើងចុច MP4 ឬក៏ MP3 ក៏បានដែរបងប្អូនហើយយើង download ហើយយើងអាចចូលទៅមើលឥឡូវយើងចាប់ផ្ដើមបង្កើតរូបដើម្បីធ្វើឲ្យវាមានចលនាបងប្អូនឥឡូវយើងdown copy រូបដែលខ្ញុំមានស្រាប់នៅក្នុងហ្នឹងយើងទៅផាសក្នុង chat GPT បងប្អូនអូខេ
ឥឡូវយើងចុចផាសវាអូខេយើងរករូបតួស្រីម្នាក់ទៀតហើយបន្តមកទៀតយើងសរសេរអត្ថបទមានន័យថារៀបរាប់ឲ្យវាបង្កើតរូបដែលយើងចង់បានបងប្អូនអាចសរសេរតាមដែលខ្ញុំដាក់នៅលើនេះបាទបងប្អូននៅពេលដែលយើងសរសេររួចហើយយើងចុចសញ្ញាព្រួយនៅខាងស្ដាំដៃនេះបងប្អូនវានឹងចាប់ផ្ដើម generate រូបឲ្យយើងអូខេឥឡូវយើងចាំបន្តិចចំពោះការ generate បងប្អូនត្រូវមានអក្សរដែលយើងចង់បានចាត់ដែលយើងដាក់អក្សរខុសក៏រូបនឹងវាចេញខុសដូចគ្នាអញ្ចឹងទៅយើងត្រូវធ្វើអ្វីដែលយើងចង់បានឥឡូវយើងចុចសញ្ញាព្រួយដើម្បីបញ្ជូនឲ្យវា generate បងប្អូនឥឡូវយើងរងចាំវាបន្តិចដើម្បីវា generate អូខេឥឡូវយើងឃើញលទ្ធផលរូបភាពដែលយើង generate ឃើញស្អាតអូខេឥឡូវយើងមើលអូខេនេះជារូបដែលយើងយកមក generate បងប្អូនឥឡូវយើង download ឬក៏ save វាទុកបន្ទាប់មកទៀតយើងវាយពាក្យ Font AI បងប្អូន Font AI ដើម្បី generate រូបឥឡូវយើងចុចទៅលើវាហើយយើងចុច video generate ហើយបន្ទាប់មកទៀតយើងនៅតែផាសរូបដែលយើងបង្កើតមិញហើយបន្ទាប់មកយើងសរសេរប្រមដើម្បីឲ្យវា generate រូបនឹងទៅជាចលនាអីដែលយើងចង់បានតែក្នុងនេះផងដែរគឺខ្ញុំឲ្យវា generate បែប sweet អញ្ចឹងទៅបើបងប្អូនចង់ដាក់បែបម៉េចតាមគំនិតរបស់បងប្អូនក្នុងហ្នឹងប៉ុន្តែក្នុងបទចម្រៀងរបស់ខ្ញុំគឺមានតែបទហ្នឹងគឺរៀង sweet ដែរចាំបានខ្ញុំសរសេរអត្ថបទអញ្ចឹងហើយបន្ទាប់មកយើងចុច enter ហើយវា generate អូខេឥឡូវយើងដាក់មួយទៀតគឺ Google Flow បងប្អូនហើយ Google Flow នៅđây គឺមានន័យថាយើងអាច generate ជាវីដេអូបានដូចគ្នាបងប្អូនហើយយើងអាច generate បាន8វិនាទីឥឡូវយើងចុចរូបដែលយើង save មិញហ្នឹងដើម្បីដាក់ឲ្យវា generate បងប្អូនអូខេយើងចុចទៅលើវាចុច OK ហើយវានឹង upload ទៅលើហ្នឹងហើយបន្ទាប់មកទៀតវា load នៅលើហ្នឹងយើងអាចចុចទៅលើវាហើយចុចពីររូបមកបងប្អូនហើយយើងសរសេរប្រមដែលយើងចង់ generate ឬក៏យើងយកអាប្រមចាស់ដែលយើង generate នៅ Font AI បាទបងប្អូនហើយបន្តមកទៀតយើងមកផាសកន្លែងហ្នឹងហើយយើងចុចញ៉ាប់ព្រួយដើម្បីឲ្យវា generate អូខេកន្លែងហ្នឹងយើងត្រូវរងចាំវាបន្តិចដើម្បីឲ្យវាមានន័យថា generate ពេញមកកើតបានជាវីដេអូអូខេឥឡូវយើងមើលនេះរូបភាពដែលយើង generate មិញឃើញបានជាវីដេអូមួយហើយឥឡូវយើងនៅ Google Flow នេះទៀតអត់តចេញឥឡូវវាកំពុង generate ប្រដាប់ដើមអូខេឥឡូវវាចេញហើយយើងចុចមើលបន្តិចអូខេ Google Flow វាលោតចាំបងប្អូនហើយបន្តមកទៀតយើងចុចសាកល្បងវាហើយយើងអាចចុច download នៅកន្លែងញ៉ាប់ព្រួយហើយយើងយកចុចកន្លែងវីដេអូមួយទៀតដូចគ្នាយើង download ដូចមិញដូចគ្នាដែរបងប្អូនហើយបន្តមកទៀតយើងយកវីដេអូទាំងអស់ហ្នឹងគឺដាក់ចូលនៅក្នុង CapCut បងប្អូនដើម្បីកាត់ចេញជាវីដេអូអត្ថបទចម្រៀងមួយពេញបងអូខេឥឡូវយើងចូលទៅដល់ CapCut យើងចុច CapCut ចាំបន្តិចដោយសារ CapCut វាកំពុងដើរបងប្អូនហើយបន្តមកទៀតយើងចុច add បទចម្រៀងដែលយើង generate វិញហ្នឹងអូខេយើងរកកន្លែង file ដែលយើងទុកមិញហ្នឹងអូខេយើងចុចទៅលើហ្នឹងអូខេហើយយើង add ចូលនៅហ្នឹងហើយយើង add ដាក់បទវីដេអូដែលយើង generate 3មិញយើងអស់ដាក់ទាំង3មកហើយបន្តមកទៀតយើងសាកបងមើលអូខេឥឡូវយើងមើលទៅចំណារបស់វាល្អប៉ុន្តែក្នុងវីដេអូនៅដែរគឺយើងអាចមានន័យថាបន្ថែមជាសាច់រឿងខ្មាត់តែក្នុងនោះគឺខ្ញុំអត់ចង់ធ្វើជាសាច់រឿងសារវាវែងពេកចឹងតែវាចំណាយពេលវេលាយូរខ្ញុំបង្ហាញបងប្អូនខ្លះនៅចំណុចហ្នឹងប៉ុន្តែមកបងប្អូនចង់កាត់ជាវីដេអូវែង
ឬក៏ generate វែងមិនដែលតែយើងត្រូវធ្វើរូបភាពតាមដំណាក់កាលច្រើនបងប្អូនមិនដែលថាបានច្រើនហើយ generate ទៅជាសាច់រឿងមួយដាក់នៅក្នុងបទចម្រៀងហ្នឹងអូខេឥឡូវយើង generate ហើយយើងដាក់មិនដែលថា export វាចេញក្រៅដើម្បីបានជាអត្ថបទចម្រៀងដែលមានរូបចលនានៅក្នុងហ្នឹងបងប្អូនអូខេឥឡូវយើង generate ហើយឡើងយើងរកនៅថាអត្ថបទចម្រៀងនេះយើងបង្កើតមិញអូខេមិញនឹងយើងដាក់ចំណងជើងទេពធីតាអូខេយើងចុចទៅលើវាយើងចាំបន្តិចអូខេឥឡូវយើង generate បានជោគជ័យនេះបងប្អូនប៉ុន្តែខ្ញុំអត់បានបើកសំឡេងទេដោយសារកាលណាដែលបើកទៅគឺ YouTube វាចាប់ copyright បងប្អូនចាំបានខ្ញុំបិទអត់ឲ្យលើសំឡេងអូខេឥឡូវយើងរបស់យើងគឺចប់ត្រឹមហ្នឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នា